កាន់តែខំធ្វើការកាន់តែក្រហេតុអ្វីយើងខំធ្វើការសឹងស្លាប់ខំរលួយទាំងយប់ទាំងថ្ងៃតែជីវភាពនៅតែមរស់នេះព្រោះតែប្រព័ន្ធសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនមែនបង្កើតឡើងដើម្បីជំរុញឲ្យយើងក្លាយជាអ្នកមាននោះឡើយវាត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យយើងធ្វើការអ្នកមានអស់មួយជីវិតចឹងវាមានឧបសគ្គពីរដែលខ្ញុំគិតថាធ្វើឲ្យយើងរស់នៅក្នុងស្ថានភាពបែបនេះទី1អតិផរណាមានន័យថាតំណែងកាន់តែឡើងថ្លៃតែតម្លៃលុយដែលយើងមានកាន់តែចុះថោកនៅកម្ពុជាអត្រាអតិផរណាមានជាមធ្យមក្នុងរយៈពេល10ឆ្នាំចុងក្រោយប្រហែល 2.6% ជារៀងរាល់ឆ្នាំតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ2025មានអត្រាអតិផរណា 2.5% ចឹងមានន័យថាម៉េចមានន័យថាតម្លៃលុយរបស់យើងកាន់តែថោកការប្រាក់2-3% ដែលយើងខំសំជាមួយនឹងធនាគារជារៀងរាល់ខែជារៀងរាល់ឆ្នាំហ្នឹងមិនអាចយកឈ្នះជាមួយនឹងអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំបានឡើយ500ពីមុនអាចទិញក្រូចឆ្មាបាន2-3គ្រាប់តែឥឡូវ500ទិញបានតែមួយគ្រាប់ប៉ុណ្ណោះតំណែងក្រមុកបានឡើងថ្លៃជារៀងរាល់ឆ្នាំតែប្រាក់ខែចំណូលសម្រាប់គ្នាយើងខ្លះវិញមួយឆ្នាំឡើងបានតែ$5-10ប៉ុណ្ណោះហើយខ្លះវិញ0តែម្ដងហើយបើយើងគ្រាន់តែកាន់លុយសុទ្ធទុកចោលវិញនោះមានន័យថាយើងកំពុងតែធ្វើឲ្យលុយរបស់យើងបាត់បង់តម្លៃម្ដងបន្តិចដោយមិនដឹងខ្លួនអូខេទី2អន្ទាក់បំណុលអ្នកក្រប្រព័ន្ធធនាគារក៏ដូចជាឃោសនារាល់ថ្ងៃនេះសុទ្ធតែជំរុញឲ្យយើងខ្ចីលុយទិញឡានទិញម៉ូតូទិញទូរស័ព្ទឬរបស់ប្រើប្រាស់ប្រចាំថ្ងៃរហូតធ្វើឲ្យយើងក្លាយជាមនុស្សសម្ភារៈនិយមហើយចុងក្រោយគឺយើងត្រូវរ៉ាប់រងការប្រាក់ដែលខ្ពស់ខណៈដែលរបស់ទាំងនោះធាក់ថ្លៃជារៀងរាល់ថ្ងៃធ្វើឲ្យយើងក្លាយជាទេសកររកលុយគ្រាន់តែសងបំណុលរបស់ដែលជាសម្បកក្រៅខ្លួនប៉ុណ្ណោះសម្រាប់អ្នកមានដែលយល់ពីប្រព័ន្ធសេដ្ឋកិច្ចនេះវិញពួកគេមិនបានខ្លាចបំណុលឡើយពួកគេប្រើវាជាបំណុលល្អក្នុងការទិញទ្រព្យសម្បត្តិដូចជាអចលនទ្រព្យអាជីវកម្មឬដីធ្លីដែលអាចបង្កើតលុយឬទ្រព្យសម្បត្តិត្រឡប់មកឲ្យពួកគេវិញបានហើយថែមទាំងធ្វើឲ្យពួកគេយកឈ្នះអត្រាអតិផរណាបានទៀតផងចឹងសម្រាប់មនុស្សធម្មតាដូចយើងដើម្បីរំដោះខ្លួនចេញពីស្ថានភាពបែបនេះនិងយកឈ្នះហ្គេមប្រព័ន្ធសេដ្ឋកិច្ចមួយនេះគឺជំហានទី1យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតចេញពីអ្នកប្រើប្រាស់ឬសម្ភារៈនិយមមកជាអ្នកវិនិយោគជាមុនសិនឈប់សន្សំលុយសុទ្ធឲ្យងាប់ចោលនៅតែមួយកន្លែងជាមួយនឹងអត្រាការប្រាក់តែ2-3%ហ្នឹងហើយបែងចែកលុយរបស់យើងទៅទិញទ្រព្យសម្បត្តិដែលអាចបង្កើតលុយឲ្យយើងវិញដូចជាភាគហ៊ុនមាសឬធានជំនាញបង្កើតអាជីវកម្មផ្ទាល់ខ្លួនហើយជំហានបន្ទាប់គឺយើងត្រូវតែមានប្រភពចំណូលលើសពី1ព្រោះបច្ចុប្បន្នប្រភពចំណូលតែមួយគឺនឹងធ្វើឲ្យយើងស្ថិតនៅក្នុងហានិភ័យមួយដែលខ្ពស់ដូចនេះគឺយើងត្រូវមានចំណេះដឹងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងការចំណាយម៉ឺងម៉ាត់កាត់បន្ថយបំណុលអាក្រក់ហើយបង្កើតប្រភពចំណូលឲ្យបានច្រើនពីការវិនិយោគឬធ្វើការក្រៅម៉ោងបន្ថែមពីការងារប្រចាំយើងមិនត្រូវធ្វើជាជនរងគ្រោះនៃប្រព័ន្ធសេដ្ឋកិច្ចនេះឡើយយើងគឺជាអ្នកបង្កើតសេរីភាពហិរញ្ញវត្ថុរបស់យើងដោយខ្លួនឯង